ភ្លេចជាអញ្ជើសម្រាប់ថ្ងៃមង្គលរបស់អ្នកនៅក្នុងទីក្រុងដ៏មមាញឹកពេលវេលាពីមួយថ្ងៃទៅមួយថ្ងៃដូចជាដើរទៅមុខយ៉ាងលឿនខណៈដែលអ្នកខ្លះកំពុងតែសប្បាយរីករាយក៏មានអ្នកខ្លះទៀតកំពុងតែស្វាស្វែងត្រដរប្រយុទ្ធប្រឆាំងនឹងជោគវាសនាហើយអ្នកខ្លះក៏រកឃើញស្នេហាក្នុងគ្រាលំបាកនិងតស៊ូជាមួយគ្នារហូតដល់បានជោគជ័យថ្ងៃនេះយើងមកដឹងរឿងរ៉ាវរបស់គូស្នេហ៍មួយគូដែលបានតស៊ូកំសត់កម្រជាមួយគ្នាតាំងពីបាតដៃទទេរហូតឈានទៅដល់ថ្ងៃរៀបមង្គលការហើយការតស៊ូនៅក្បែរគ្នាមិនទៅណាចោលគ្នារបស់ពួកគេអាចនឹងធ្វើឲ្យលោកអ្នករំជួលចិត្តដល់ស្រក់ទឹកភ្នែកទស្សនិកជនជាទីគោរពនិងជាទីមេត្រីសប្តាហ៍នេះកម្មវិធីអាពាហ៍ពិពាហ៍បេះដូងនឹងបេះដូងនឹងនាំលោកអ្នកទៅជួបនៅគូស្នេហ៍មួយគូដែលចាប់ផ្ដើមជាមួយគ្នាតាំងពីមានលុយ$10រហូតមកដល់ពេលនេះទស្សនិកជនទាំងអស់គ្នាប្រកាសជាចង់ដឹងហើយថាប្រវត្តិគូស្នេហ៍មួយគូនេះមានភាពកំសត់និងតាក់ទាញដល់កម្រិតណាយើងនឹងជួបជាមួយនឹងពួកគាត់ទាំងអស់គ្នាបាទសូមជើញចំពោះគូស្នេហ៍មួយគូនេះកូនកំលោះមានឈ្មោះថាលក្ខសំណប់មានអាយុ33ឆ្នាំមានទីលំនៅនៅសង្កាត់ទួលស្វាយព្រៃ2ខណ្ឌបឹងកេងកងរាជធានីភ្នំពេញសំណប់ជាកូនទី2ក្នុងគ្រួសារមុខរបរបច្ចុប្បន្នគឺជាបុគ្គលិកក្រុមហ៊ុនអនឡាញមួយកន្លែងចំណែកកូនក្រមុំមានឈ្មោះថាញ៉នរក្សាអាយុ27ឆ្នាំមានទីលំនៅនៅភូមិទី5ឃុំត្រែងត្រយឹងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺរក្សាមានមុខរបរបច្ចុប្បន្នជាបុគ្គលិកនៅក្នុងក្រុមហ៊ុនអនឡាញមួយកន្លែងហើយក៏ជាកូនតូចនៅក្នុងគ្រួសារចំណងស្នេហ៍ថែគ្នាបាន4ឆ្នាំតើពីដំបូងពួកគាត់បានជួបគ្នានិងសាងស្នេហ៍ជាមួយគ្នាដោយរបៀបណាខ្ញុំបានជួបរក្សាដំបូងនៅក្នុងកម្មវិធីខូកំណើតខ្លារបស់ខ្ញុំឈ្មោះវ៉ាន់ឌីគាត់បានអញ្ជើញខ្ញុំចូលរួមខ្ញុំក៏បានជួបគ្នានៅពេលនោះពេលដែលឃើញរក្សាដំបូងខ្ញុំមានអារម្មណ៍ថាចាប់ចិត្តលើគាត់ក្នុងន័យដូចថាឃើញភ្លាមក៏ស្រឡាញ់ផ្លែតហើយពេលនោះខ្ញុំក៏អត់បានគិតអីយូរដែរក៏ខ្ញុំបានទៅចូលកែវលេងជាមួយគាត់ម្ដងជា2ដងបន្ទាប់ពីហ្នឹងមកក៏ខ្ញុំទប់អារម្មណ៍ខ្លួនឯងអត់បានខ្ញុំសុំ Facebook គាត់ភ្លាមតែម្ដងដំបូងឡើយខ្ញុំអត់បានគិតអីទេព្រោះពេលហ្នឹងខ្ញុំចាប់អារម្មណ៍គាត់ដែរព្រោះពេលហ្នឹងឃើញគ្នាភ្លាមក៏យើងបានចោលកែភ្នែកទៅមើលគ្នាដែរប៉ុន្តែពេលហ្នឹងគាត់មកសុំ Facebook ខ្ញុំហ្មងដល់ពេលអញ្ចឹងខ្ញុំមានអារម្មណ៍ថាយើងក៏មានចិត្តលើគេហើយគេក៏បានមកសុំ Facebook យើងអញ្ចឹងខ្ញុំក៏អត់បានគិតអីច្រើនក៏ឲ្យ Facebook ទៅគាត់ទៅខ្ញុំជាអ្នកឆាតទៅសុំសារភាពស្រឡាញ់រក្សាមុនបន្ទាប់ពីយើងបានឆាតនិយាយគ្នារយៈពេលប្រហែលជា10ថ្ងៃហើយពួកយើងក៏បានជួបគ្នានៅក្រៅពីរដងញ៉ាំអីជាមួយពួកខ្លាថាមាននិស្ស័យក៏ថាបានព្រោះជួបនេះលឿនពេកប៉ុន្តែការស្រឡាញ់របស់ខ្ញុំគឺស្រឡាញ់គាត់ពិតឃើញភ្លាមស្រឡាញ់ផ្លែតខ្ញុំទៅសារភាពទៅគាត់ពេលនោះដែរក៏មានការជំរុញពីខ្លាវ៉ាន់ឌីរបស់ខ្ញុំហ្នឹងឈ្មោះវ៉ាន់ឌីហ្នឹងគាត់បានអះអាងនឹងបានប្រាប់ពីចរិតក្រឹកពីរបស់រក្សាដែរថាគាត់ជាមនុស្សស្រីល្អជាមនុស្សស្រីដែលទន់ភ្លន់គាត់អត់ចូលចិត្តញ៉ៃញ៉ៃច្រើនដូចគ្នាពេលដែលគាត់សារភាពមកសុំស្រឡាញ់ខ្ញុំហ្នឹងគឺខ្ញុំអត់តន់យល់ព្រមទេដោយសារវាលឿនពេកហើយខ្ញុំក៏ជាមនុស្សស្រីដល់ពេលតែបើអារម្មណ៍ថាស្រឡាញ់គឺស្រឡាញ់ហើយតែខ្ញុំបានឆាតទៅសួរខ្លាវ៉ាន់ឌីរបស់ខ្ញុំថាតើបរិសម្នាក់ហ្នឹងមិនដែរគាត់រញ៉េញ៉ៃអត់ស្មោះអត់អញ្ចឹងខ្លារបស់ខ្ញុំហ្នឹងក៏គាត់បានឆ្លើយតបមកខ្ញុំវិញថាគាត់អត់អីទេដោយសារខ្ញុំស្គាល់បងយូរហើយគាត់អត់មិនមែនជាមនុស្សដែលញ៉េញ៉ៃអីអញ្ចឹងណាហើយខ្លារបស់ខ្ញុំក៏គាត់បានជំរុញខ្ញុំដែរគាត់ថាចែសាកមើលចិត្តគ្នាសិនទៅថាមិនត្រូវគូរបស់ចែក៏ថាបានបន្ទាប់ពីខ្លារបស់ខ្ញុំគាត់បាននិយាយអញ្ចឹងហើយខ្ញុំក៏សម្រេចចិត្តគិតឡើងវិញហើយពេលហ្នឹងក៏ខ្ញុំអត់ទាន់បានទទួលការស្រឡាញ់របស់គាត់ដែរខ្ញុំព្យាយាមមើលគាត់មួយរយៈដល់ពេលហើយខ្ញុំមើលទៅគាត់ដូចអ្វីដែលខ្លារបស់ខ្ញុំបាននិយាយហើយដូចការពីដែលគាត់បានមកនិយាយមួយខ្ញុំក្នុងរយៈពេល10ថ្ងៃហ្នឹងខ្ញុំក៏សម្រេចចិត្តថាឆាតទៅប្រាប់គាត់ទទួលយកក្តីស្រឡាញ់របស់គាត់ខ្ញុំបានស្គាល់បងសំណុកយូរហើយបងសំណុកគឺជាមនុស្សល្អចាស់ទុំត្រឹមត្រូវគាត់មិនងាយស្រឡាញ់ណាគេអញ្ចឹងណាបងហើយខ្ញុំក៏បានប្រាប់ចំណុចល្អទាំងអស់ហ្នឹងទៅកាន់វត្តរក្សាពេលបងរក្សាគាត់បានប្រាប់ថាបងសំណុកបានសារភាពអញ្ចឹងខ្ញុំក៏មានអារម្មណ៍ថាសប្បាយចិត្តត្រេកអរហើយក៏ចង់ឲ្យពួកគាត់បានគ្នាជាគូដែរបន្ទាប់ពីពួកខ្ញុំស្រឡាញ់គ្នាបាន2ខែក៏មានបញ្ហា COVID មកដល់ហើយពេលហ្នឹងពួកខ្ញុំទាំងពីរនាក់បាត់បង់ការងារទាំងសងខាងទាំងចំណូលនៅថ្លៃបង់ផ្ទះជួលលុយចំណាយចាយវាញ៉ាំបាយក៏ពួកខ្ញុំអត់មានដែរថ្ងៃមួយនៅក្នុងយប់ហ្នឹងប៉ារបស់ខ្ញុំគាត់បានចេញទៅរត់តាក់ស៊ីជួបគ្រោះថ្នាក់ចរាចរណ៍គាត់ត្រូវចូលសង្គ្រោះបន្ទាន់ហើយពេលហ្នឹងខ្ញុំអត់មានលុយទេហើយខ្ញុំជាកូនស្រីតូល
ខ្ញុំទៅក្នុងពេទ្យមួយហ្នឹងម៉ាក់របស់ខ្ញុំបានគ្រាប៉ារបស់ខ្ញុំចូលនៅក្នុងពេទ្យសង្គ្រោះបន្ទាន់ទាំងខ្ញុំជាកូនអត់អាចជួយអ្វីគាត់បានគឺខ្ញុំចាំបានថានៅក្នុងពេទ្យហ្នឹងមានដើមទឹកដោះមួយធំនៅក្នុងហ្នឹងខ្ញុំអង្គុយយំអត់មានអ្នកណាជួយខ្ញុំទាំងអស់តែមានបងសំណប់គាត់នៅចិត្តខ្ញុំគាត់លើកទឹកចិត្តខ្ញុំថាទោះបីជាពិបាកទោះបីជាដល់ចំណុចត្រង់ណាក៏គាត់អត់ចោលខ្ញុំដែរ នៅពេលដែលប៉ាគាត់មានគ្រោះថ្នាក់ចរាចរណ៍នៅពេទ្យហ្នឹងខ្ញុំមានអារម្មណ៍ចាប់ថាអាការអាណិតវាធំជាងស្រឡាញ់គឺចង់ឲ្យថាគាត់ឃើញគាត់កូនស្រីម្នាក់ឯងអត់មានបងអត់មានប្អូនអីទាំងអស់ខ្ញុំក៏មានអារម្មណ៍ថាអាណិតគាត់ខ្លាំងខ្ញុំបានតែអោបគាត់ថ្ងៃក្បាលគាត់ហើយថើបក្បាលគាត់ក៏ប្រាប់សន្យាថានៅមានបងអូនកុំបារម្ភពេលនោះខ្ញុំក៏គិតអីអត់ចេញណាមានតែភាពលងលោមបានន័យថា ធ្វើមិនលងលងគាត់ឲ្យគាត់ងើបឈរឡើងរួចជាមួយខ្ញុំយើងដើរទៅមុខទៀតបន្ទាប់មកបើខ្ញុំយកម៉ូតូហ្នឹងទៅប្រចាំយកលុយមកដោះស្រាយឲ្យគាត់ អ្វីដែលដៃគូផ្ដល់ឲ្យលើពីក្តីស្រឡាញ់គឺជាភាពកក់ក្ដៅនិងស្មោះត្រង់ដែលមានតម្លៃកាត់ថ្លៃមិនបានត្បិតថាស្នេហានេះកើតឡើងក្នុងរយៈពេលខ្លីក៏ដោយប៉ុន្តែភក្តីភាពរវាងគ្នានឹងគ្នាគឺជាសសរគ្រឹះនៃទំនាក់ទំនងមួយនេះហើយដែលហៅថាស្គាល់ស្នេហ៍ពិតក្នុងគ្រាលំបាក នៅពេលនោះចប់សពគ្រប់ពីមន្ទីរពេទ្យមកពួកយើងបានហាយឆ្លងកាត់បន្តិចហ្នឹងមកហើយក៏ខ្ញុំបានសម្រេចចិត្តជាមួយគ្នាថានឹងទៅធ្វើការខែទាំងពីរនាក់ពេលនោះពួកខ្ញុំអត់មានអីទេលុយកាក់ក៏អត់ទោះបីតែលុយធ្វើដំណើរក៏ខ្ញុំអត់មានដែរ ជំរឿរបស់ខ្ញុំបានទៅខ្ចីលុយគេដើម្បីធ្វើសហុយទៅខេត្តហើយពេលហ្នឹងខ្ញុំមានអារម្មណ៍ថាជីវិតខ្ញុំពិបាកខ្លាំងតែខ្ញុំតស៊ូពុះពីរហូតមកដល់ខេត្តមួយហ្នឹងខ្ញុំចុះពីលើឡានមកខ្ញុំសល់លុយតែ$10នៅក្នុងខ្លួនទេខ្ញុំបានកាន់ដៃគ្នាមួយគាត់ហើយក៏សន្យាមួយគ្នាថាពួកយើងនឹងតស៊ូមួយគ្នាអត់បោះបង់ចោលគ្នាទេក្រោយមកខ្ញុំជួបមនុស្សដែលគេស្គាល់គ្នាមួយខ្ញុំហ្នឹងគាត់ឲ្យផ្ទះជួលឲ្យខ្ញុំនៅមួយខែគាត់អត់គិតថ្លៃផ្ទះជួលទេក្រោយមកខ្ញុំក៏បានការងារនៅក្រុមហ៊ុនមួយកន្លែងដែលជាប់ទាំងពីរនាក់ខ្ញុំត្រូវចុះភ្នំឡើងភ្នំសំបីតែទឹកក៏ខ្ញុំអត់មានទឹកញ៉ាំដែរខ្ញុំវិចពីកន្លែងធ្វើការមក ពួកខ្ញុំទ្រាំលំបាកខ្ទង់មកនិយាយពីចូល5ខែទៅបានមានម៉ូតូលួសមកវិញហើយក៏ពីរនាក់យើងសប្បាយចិត្តក្នុងបន្ទប់តែពីរនាក់ហ្នឹងក៏ចាប់ដៃគ្នានិយាយបំណងប្រាថ្នាពួកយើងដំបងចង់បានអីគេក៏ខ្ញុំឲ្យគាត់និយាយមុនថាគាត់ចង់រៀបការខ្ញុំក៏ព្រមព្រោះអីខ្ញុំក៏ចង់រៀបការជាមួយគាត់ដូចគ្នាព្រោះខ្ញុំមានអារម្មណ៍ថាជីវិតនេះមានតែគាត់ទៅធ្វើឲ្យខ្ញុំចេះតស៊ូខ្លាំងជាងមុនទោះខ្ញុំជួបឧបសគ្គប៉ុណ្ណាក៏ខ្ញុំអត់បោះបង់ណាជាពិសេសគឺគាត់ជាមនុស្សដែលស្មោះត្រង់គាត់និយាយមិនគាត់ធ្វើអញ្ចឹងទោះបីមិនបាន 100% ក៏គាត់ធ្វើបាន 70 ទៅ 80% ឲ្យខ្ញុំដែរហើយគាត់ជាមនុស្សបើនិយាយរួមគឺគាត់ដូចជាមេគ្រួសារនៅក្នុងគ្រួសាររបស់ខ្ញុំអញ្ចឹងព្រោះឪពុករបស់ខ្ញុំឈឺគាត់រកចំណូលអត់បានខ្ញុំជាកូនស្រីម៉ាក់ខ្ញុំចាស់គាត់ធ្វើអីអត់បានអញ្ចឹងគាត់ជាបកគោគ្រួសារហើយគាត់ស្រឡាញ់ប៉ាម៉ាក់ខ្ញុំគាត់គ្រប់គ្រងបានទាំងអស់ជាចំណុចល្អរបស់គាត់អ្វីដែលជាចំណុចពិសេសបរិយារយៈពេល4ឆ្នាំដែលយើងស្រឡាញ់គ្នានេះគឺភាពស្មោះត្រង់គាត់អត់ដែលលាក់លៀមខ្ញុំគាត់ធ្វើអីគាត់តែងតែពិភាក្សាជាមួយខ្ញុំទៅគាត់ធ្វើបានន័យថាភាពស្មោះត្រង់មួយគាត់គឺធំធេងសម្រាប់ខ្ញុំនេះហើយគឺជាចំណុចល្អរបស់រក្សាដែលធ្វើឲ្យខ្ញុំមិនអាចចោលគាត់បានហើយចង់សាងអនាគតជាមួយគាត់ចាប់ដៃគ្នារហូតដល់ចាស់ចំពោះអត្តន័យមង្គលការសម្រាប់ខ្ញុំគឺសំខាន់បំផុតព្រោះប៉ាម៉ាក់របស់ខ្ញុំគាត់កាន់កោចំហប្រពៃណីអញ្ចឹងខ្ញុំគិតថាខ្ញុំធ្វើតាមបំណងគាត់ហើយណាមួយក៏ជាក្តីសម័យរបស់ខ្ញុំមួយដែរដោយសារមនុស្សស្រីយើងគ្រប់រូបតែងតែចង់បានតាមប្រពៃណីទំនៀមទម្លាប់ដូនតារបស់យើងអញ្ចឹងខ្ញុំគិតថាវាជាចំណងដៃមួយដែលមិនអាចកាត់ផ្ដាច់បាន4ឆ្នាំនៃការតស៊ូជាមួយគ្នាដោយភាពស្មោះស្ម័គ្រពីបាតដៃទទេទីបំផុតសំណប់និងរក្សាអាចឈានមកដល់ថ្ងៃនេះថ្ងៃដែលពួកគាត់មានលទ្ធភាពរៀបចំពិធីមង្គលការដើម្បីបំពេញមុខគ្រួសារក៏ដូចជាសក្ខីភាពនៃស្នេហារបស់អ្នកទាំងពីរពាក្យដែលខ្ញុំចង់និយាយទៅបងទៅថ្ងៃអនាគតពួកយើងមើល
អ្វីទៅថ្ងៃnàoគាត់អត់ឃើញទេខ្ញុំសង្ឃឹមថាបើសិនជាថ្ងៃក្រោយពួកយើងមានបញ្ហាអីឬក៏រឿងអីមួយខ្ញុំសូមត្រឹមថាយើងអាចពិភាក្សាគ្នាតែពីរនាក់អត់ចង់ឲ្យប៉ាម៉ាក់ដឹងឮដោយសារពួកគាត់ចាស់អស់ហើយ បងសន្យាមួយអូននៅអ្វីដែលអូនសុំបងនឹងធ្វើឲ្យបានហើយពាក្យក្នុងចិត្តបងដែលចង់និយាយមួយអូនហ្នឹងគឺចង់ឲ្យអូនបន្តស្មោះត្រង់នឹងឲ្យតម្លៃគ្នាទៅវិញទៅមកដូចកន្លងមក4ឆ្នាំបងអស់ ខ្ញុំទទួលយកការស្រឡាញ់របស់បងភាពស្មោះត្រង់របស់បង ខ្ញុំយល់បងសន្យាមកអូនហើយយើងនឹងកាន់ដៃខ្ញុំរហូតដល់ចាស់ពោះមានរឿងអីក៏ដោយបងអត់ចោលអូនឯងទេ Top of me, weighing down so heavenly. ហើយបំណងប្រាថ្នាទី1របស់ខ្ញុំគឺខ្ញុំចង់បានភ្នួងដើម្បីបានសម្លៀកបំពាក់ស្រស់ស្អាតក្នុងថ្ងៃមង្គលការរបស់ខ្ញុំបំណងប្រាថ្នាទី2របស់ខ្ញុំគឺខ្ញុំចង់បានដើមទុនតិចតួចដើម្បីបើកសាឡនទូចមួយព្រោះវាជាបំណងប្រាថ្នាពីទូចរបស់ខ្ញុំហើយណាមួយខ្ញុំក៏មានជំនាញនឹងស្រាប់ហើយណាមួយទៀតវាជាមុខរបរមួយដែលឲ្យខ្ញុំធ្វើនៅផ្ទះហើយឲ្យប្តីរបស់ខ្ញុំគាត់ទៅធ្វើការដើម្បីទប់ចំណូលគ្នាដោយមិនភ័យខ្លាចមានគេដកខាងក្រុមហ៊ុនដកអញ្ចឹងណា ខ្ញុំរំពឹងថាស្រាបៀអានឈើនឹងជួយសម្ដែងម្ដងប្រាថ្នាពួកយើងទាំងពីរជាពិសេសម្ដងប្រាថ្នារបស់រក្សាតែគាត់ចង់បើកសាឡនតាំងពីទូចប៉ុន្តែពួកយើងអត់ទាន់មានលទ្ធភាពខ្ញុំនឹងរំពឹងថាស្រាបៀអានឈើគាត់នឹងអាចជួយពួកយើងបាន ទស្សនិកជនជាទីគោរពនិងជាទីមេត្រីបន្តពីលោកអ្នកបានស្ដាប់នៅសាច់រឿងដ៏រំជួលចិត្តរបស់គូស្នេហ៍មួយគូសំណប់និងរក្សាដោយតែពាក្យចាស់លោកថាស្រឡាញ់គ្នាមិនពិបាកទេអ្វីដែលពិបាកនោះគឺរោគមនុស្សម្នាក់ដែលល្អនៅក្បែរយើងមិនថាសុខទុក្ខក្តៅរងាជីវិតធ្លាក់ដល់កម្រិតសូន្យយ៉ាងណាស្នេហារបស់ពួកគាត់មិនត្រឹមតែជាការតស៊ូមិនបោះបង់ចោលគ្នាខ្ញុំនឹងដាក់សំណើទៅកាន់ក្រុមការងាររបស់ស្រាបៀអានឈើសូមរងចាំដំណឹងល្អនៅពេលឆាប់ៗនេះ កុំភ្លេចជាអានឈើសម្រាប់ថ្ងៃមង្គលរបស់អ្នក នឹកខ្លាដល់ហើយតោះជុំគ្នា អាហ្នឹងវាទាំងឯងនេះចឹងមើលស្គាល់វាចេះហែកនោះអញហែកចឹងមិនខ្លួនឯងហាន់ឲ្យទុយទុយឲ្យវាទៅអានេះនឹងទៅដាក់លេបទៅឯងស៊ីស្តេកតាស្គាល់ចេះអាហ្នឹងពេកអាហ្នឹងស្អុយឃ្លានណាឡើងលើតិចមកអីទៅមិនអាស្គាល់វាស៊ីអូយអានេះឲ្យទុយមាត់ដែរអូយហើយច្បាស់ហើយហ្នឹងដូចចិត្តអត់ទៅហូបពេលទេណា មើលយាយមានពាក្យអីផ្ដាប់ដាំទៀតអត់ គាត់ធ្វើឲ្យពូម៉ាក់ខ្ញុំខូចចិត្តទៅបានណាអើយអាមិនទៀតដែរអានេះអីមកហឹក ខ្លាយើងខ្លាញ់ចឹងសំដីអាក្រក់បន្តិចតែខ្វល់ពីយើងជាងគេ អញ្ចឹងពីឯងនិយាយគេមិនហ្នឹងមានបកាដែរ នឹកខ្លាដល់ហើយតោះជុំគ្នាកុំភ្លេចជាអានឈើសម្រាប់ថ្ងៃមង្គលរបស់អ្នក ទស្សនិកជនជាទីគោរពនិងជាទីមេត្រីបន្ទាប់ពីដាក់ស្នើសាច់រឿងស្នេហាដ៏តាក់ទាញរបស់សំណប់និងរក្សាឥឡូវនេះយើងទទួលបាននូវលទ្ធផលគួរជាទីពេញចិត្តខ្ញុំបាទវិជ័យដដារួមជាមួយនឹងក្រុមការងាររបស់កម្មវិធីអាពាហ៍ពិពាហ៍បេះដូងនិងបេះដូងកំពុងតែស្ថិតនៅក្នុងរោងជ័យរបស់អ្នកទាំងពីរដើម្បីមកបំពេញនៅភាពស្មោះស្ម័គ្រនៃការសន្យារបស់សំណប់ជូនទៅកាន់រក្សានៅពេលល្ងាចនេះជាកម្មវិធីចូលរោងជ័យរបស់អ្នកទាំងពីរសូមនាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅទស្សនានៅទស្សនវិជ្ជាទូទៅដូចតទៅ សូមអញ្ជើញស្ដេចក្រុងពេលលីនេះគុំហ៊ីងបថនេះម្ចាស់ទឹកម្
ម្ចាស់ដីទេវាំងនាងតាទេវតាថែរក្សាទិសទាំងទស្សនិកជនជាទីគោរពនិងជាទីមេត្រីនេះជាថ្ងៃទី2នៃថ្ងៃមង្គលជ័យរបស់សំណប់និងរក្សាដូច្នេះសូមនាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅទស្សនានៅទស្សនវិជ្ជាទូទៅនៃពិធីហែជំនូនចូលរោងជ័យក៏ដូចជាកម្មវិធីបន្តដូចតទៅសំណប់នឹងរក្សាសូមរំខានបន្តិចតែងតែគិតទេពីមុនថាយើងអាចសម្រេចនៅក្តីប្រាថ្នាមួយនេះបានពីស្វាមីរបស់យើងឆ្លប់គិតបងព្រោះគាត់ធ្លាប់សន្យាថាគាត់នឹងធ្វើឲ្យបានតែក្នុងថ្ងៃនេះគាត់ធ្វើឲ្យបានអញ្ចឹងខ្ញុំមានអារម្មណ៍ថាខ្ញុំរំភើបខ្លាំងមានអីនិយាយទៅកាន់ស្វាមីរបស់យើងទេអរគុណបងដែរបំពេញបំណងអូនសពគ្រប់បែបយ៉ាងឲ្យការស្លាប់មកអូនតាមប្រពៃណីដែលបងបានសន្យាទាំងអស់គ្នាដែលកំពុងតែតាមដានទស្សនានៃកម្មវិធីអាពាហ៍ពិពាហ៍បេះដូងនិងបេះដូងរដូវកាលទី3ត្រៀមចាំទស្សនាទាំងអស់ថាកម្មវិធីរបស់យើងសប្រាយអ្វីខ្លះជូនទៅកាន់គូស្នេហ៍អ្នកទាំងពីរទស្សនិកជនជាទីគោរពនិងជាទីមេត្រីកម្មវិធីទទួលភ្ញៀវពេលល្ងាចរបស់សំណប់និងរក្សាគឺបានឈានចូលមកដល់ហើយខ្ញុំបាទវិជ័យដាដាដែលជាពិធីករនៅក្នុងកម្មវិធីអាពាហ៍ពិពាហ៍បេះដូងនិងបេះដូងរដូវកាលទី3គឺត្រូវសប្រាយជូនទៅដល់អ្នកទាំងពីរក៏ប៉ុន្តែមុននឹងឈានចូលទៅដល់ការសប្រាយជូនទៅដល់កូនកំលោះនិងកូនក្រមុំសូមនាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅទស្សនានៅទស្សនវិជ្ជាទូទៅនៅពេលល្ងាចបន្តិចសិនសូមសម្លេងស្វាគមន៍ជូនកម្មវិធីអាពាហ៍ពិពាហ៍បេះដូងនិងបេះដូងរដូវកាលទី3របស់ស្រាបៀរអានឈើមួយមកអ្នកដែលទទួលបានបាច់ផ្កានៅក្នុងរាត្រីនេះទទួលបានរង្វាន់ពីក្រុមហ៊ុនស្រាបៀរអានឈើចំនួន10កេ I've got the world on top of me weighing down so heavenly 1 2 កន្លះ 3ហើយថ្ងៃនេះផងដែរខ្ញុំបាទសូមជូនពរជូនជ័យដល់គោកំឡោះគោកំមុំទាំងពីរចាប់ដៃគ្នានៅក្នុងថ្ងៃនេះសូមក្មួយទាំងពីររកស៊ីទទួលទានមានបានកើតកាលវាគុំតិចតិជុំដោយសេចក្តីប្រាថ្នាជាពិសេសសូមឲ្យអាយុឲ្យវែងតរៀងទៅសាធុហើយក៏សូមអរគុណហើយសូមជូនពរដល់ក្រុមហ៊ុនអាំងឈើសូមឲ្យមានអតិថិជនរឹតតែច្រើនលោកកាន់តែដាច់មានអ្នកគ្រប់គ្រងកាន់តែច្រើនផងដែរបងប្អូនតាមបងប្អូនគ្នាអរគុណច្រើនទៅដល់បងប្រុសរាស៊ីសូមអញ្ជើញបងចុះទៅខាងក្រោមដើម្បីប្រតិរូបភាពអនុស្សាវរីយ៍ទទួលជាមួយនឹងស្រាបៀរអានឈើចំនួន10កេសបាទសូមគោរពអញ្ជើញបងបាទជាបន្តសូមអនុញ្ញាតក្រុមអញ្ជើញវត្តមានរបស់ក្រុមការងារនៃកម្មវិធីអាពាហ៍ពិពាហ៍បេះដូងនិងបេះដូងរដូវកាលទី3យករបស់ពិសេសឡើងមកខាងលើឆានៅដៃរបស់រក្សាដែលជាកូនក្រមុំគឺជាដំបងវិតាមុនដែលត្រូវចាក់ជាមួយប៉ោងនេះកូនក្រមុំជាអ្នកចាក់កូនកំឡោះជាអ្នករើសអញ្ចឹងត្រៀមពេលដែលកូនក្រមុំចាក់ប៉ោងចំនួន1ចាក់1ឬ1ចាក់1ឬ1ត្រៀមខ្លួនហើយនៅរក្សានៅក្នុងការចាក់ហើយឯងបងចូលចិត្តចាក់ប៉ោងទេចូលចិត្តចូលចិត្តទេចូលចិត្តចង់ឃើញសប្រាយទេចង់សុំសម្លេងមួយមកត្រៀម1 2 3អាយ៉យអូខេបន្ទាប់ពីចាក់រួចអញ្ចឹងអ្នកទាំងអស់គ្នាត្រៀមណាត្រៀមតោះរាប់តោះមានម៉ានកដាស់2នៅដៃយើង2ណា
7បង អូខេត្រឹមត្រូវមានចំនួន7កណ្ដាស់នេះគឺជាវគ្គសំខាន់ដែលអ្នកទាំងអស់គ្នាត្រូវធ្វើបានអ្នកទាំងអស់គ្នាអាចនឹងយល់ពេលដែលបញ្ចប់ការ surprise បងប្អូនកំពុងតែឆ្ងល់ហើយខ្ញុំជឿថាបងប្អូនប្រកាសជាឆ្ងល់តោះហុចអភរិយារបស់យើងពេលដែលលាបង្ហាញទៅខាងមុខ1 2 3លេខប៉ុន្មានបងប្អូនលេខប៉ុន្មានបងប្អូនរើសមួយយកទៅបិទនៅក្តារខៀនណាលេខ8វាមិនដែរ0រហូតទេបងប្អូនមិនได้ស្រួលលេខ8នឹងមកតាណាយកគេមកតាណាกระดาษមាន7សន្លឹកណាខ្ញុំបញ្ជាក់ជូនទៅដល់សំណប់ហើយបើយើងបិទខុសគឺខុសហើយបិទត្រូវគឺត្រូវហើយប្រយ័ត្នប្រយែងกระดาษមាន7សន្លឹកបិទមិនបិទទៅបាទច្បាស់ហើយសំណប់ថាសម្រាប់បិទនៅចុងនឹងលេខ8ច្បាស់ហើយបងបាទតោះរក្សាធ្វើការបើក1 2លេខម៉ានលេខ0បាត់ហើយសូមមកចូលចំទីតាំងកណ្ដាលរបស់សំណប់ចូលរួមមកបងសម្រាប់អ្នកទាំងពីរទទួលបានការ surprise ពីកម្មវិធីអាពាហ៍ពិពាហ៍បេះដូងនិងបេះដូងរដូវកាលទី3របស់ស្រាបៀរអាន់ឈើចំនួន8លានរៀលការ surprise ពីកម្មវិធីអាពាហ៍ពិពាហ៍បេះដូងនិងបេះដូងរដូវកាលទី3ជូនទៅកាន់សំណប់និងរក្សាគឺជាការបំពេញបំណងក្តីស្រមៃរបស់រក្សាតាំងពីច្រើនថ្ងៃច្រើនខែច្រើនឆ្នាំដែលរក្សាធ្លាប់គិតប៉ងថាថ្ងៃណាមួយបើមានលទ្ធភាពនិងថវិកានិងសម្រេចគោលបំណងនៃឆាកជីវិតរបស់ខ្លួនចង់បើកជាសាឡនមួយសម្រាប់ខ្លួនផ្ទាល់ត្រឹមត្រូវដែរឬទេរក្សាត្រឹមត្រូវបងសំណប់ពេលដែលបំណងប្រាថ្នារបស់ភរិយាបានសម្រេចមានអារម្មណ៍យ៉ាងណាដែរបាទសូមក្រុមអញ្ជើញមានអារម្មណ៍ថាសប្បាយចិត្តព្រោះអាចបំពេញបំណងប្រាថ្នាគាត់បានបងរក្សាវិញអបអរសាទរទៅដល់រក្សាមួយមកទឹកប្រាក់8លានរៀលស្មើនឹង$2000នេះគឺអាចធ្វើឲ្យរក្សាបង្កើតនៅអាជីវកម្មតូចមួយសម្រាប់ជីវិតរបស់យើងបូកជាមួយនឹងស្រាបៀរអាន់ឈើប្រគល់ជូនអ្នកទាំងពីរចំនួន40កេសហើយនៅស្រាបៀរ ABC ចំនួន10កេសសូមផ្ដល់សម្លេងឲ្យខ្លាំងចំពោះអ្នកទាំងពីរមួយមកជាចុងក្រោយតើសំណប់មានចំណាប់អារម្មណ៍នឹងពាក្យពេចន៍យ៉ាងណានិយាយទៅកាន់បងប្អូនក៏ដូចជាកម្មវិធីអាពាហ៍ពិពាហ៍បេះដូងនិងបេះដូងរដូវកាលទី3របស់ស្រាបៀរអាន់ឈើសូមគោរពអញ្ជើញបាទជាដំបូងសូមគោរពភ្ញៀវកិត្តិយសទាំងអស់និងក្រុមហ៊ុនស្រាបៀរអាន់ឈើដែលបាន surprise និងបំពេញក្តីប្រាថ្នាពីអ្នកប្តីប្រពន្ធខ្ញុំសូមជូនពរទៅដល់ក្រុមហ៊ុនអាន់ឈើឲ្យកាន់តែរីកចម្រើនមានភ្ញៀវកាន់តែច្រើនមានអ្នកគាំទ្រកាន់តែច្រើនដល់ទៀតបងអរគុណសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលនៅទីនេះក៏ជាបងប្អូនកំពុងតែតាមដានទស្សនានៃការផ្សាយរបស់កម្មវិធីអាពាហ៍ពិពាហ៍និងបេះដូងរដូវកាលទី3ពីក្រុមហ៊ុនស្រាបៀរអាន់ឈើក៏បានឈានចូលមកដល់ទីបញ្ចប់អបអរថ្ងៃមង្គលរបស់ខ្លាជាមួយនឹងស្រាបៀរអាន់ឈើយើងនឹងជួបគ្នានៅសប្តាហ៍ក្រោយតាមពេលវេលានិងម៉ោងដដែលខណៈនេះយើងខ្ញុំទាំងអស់គ្នាជាមួយនឹងក្រុមការងារស្រាបៀរអាន់ឈើនៅកម្មវិធីអាពាហ៍ពិពាហ៍បេះដូងនិងបេះដូងសូមអរគុណសូមគោរពលារាត្រីខែភ្លឺមកលេងរំវងស្រីស្រងមានទ្រង់រូបល្អអស្ចារ្យក៏អើយលោកទេវតាកុំភ្លេចជាអាន់ឈើសម្រាប់ថ្ងៃមង្គលរបស់អ្នកមុននឹងឲ្យ Facebook ទៅគាត់នឹងមានចិត្តតែគាត់តិចដែរអញ្ចឹងហើយបានសម្រេចចិត្តថាឲ្យ Facebook ទៅគាត់ហើយក៏បានឆាតលេងក្នុងឆាតមួយគ្នាជាបន្តបន្ទាប់ទៅនិយាយរួមទៅជាសង្សារកំដរគ្នាលេងហ្គេមក្នុងហ្គេម
ដែលអត់តងដានជួបមុខគ្នាស្គាល់គ្នា